ស្តីអ្នកនរថ្ងៃនេះខ្ញុំមានអ្វីទៅជូនដល់អ្នកនរគ្នាដោយខ្ញុំមានជា HTML course មួយដែលខ្ញុំបានបង្កើតឡើងដោយ HTML course មួយនេះសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមរៀនបង្កើត website ជាលើកដំបូងឬក៏អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើត website ដោយ course មួយនេះខ្ញុំបានបង្កើតឡើង from scratch គឺមានន័យថាគឺយើងរៀនពីចំណុច0មកចឹងនៅក្នុង course មួយនេះដែរក៏ខ្ញុំបានបែងចែកទៅជា4 section ធំដែល section ទី1គឺ introduction to HTML ដែលយើងមកស្គាល់ពីអ្វីទៅជា HTML ហើយក៏យើងមក set up environment មួយចំនួនដែលយើងអាចយកមកធ្វើការសរសេរ code បានដោយដូចជាពពួក IDE ដែលយើងអាចសរសេរ code នៅក្នុងនោះបានឬក៏ extension មួយចំនួនដែលយើងត្រូវការនិង section ទី2គឺ basic HTML ដែលយើងមករៀនអំពីស្គាល់ថា structure HTML ដែលគេហៅថាជា DOM HTML ហ្នឹងហើយក៏យើងមកស្គាល់អំពី element និង tag ហើយនិង attribute ចំពោះ section ទី3គឺយើងមករៀនអំពី core HTML tag ដែលយើងមកស្គាល់ពីពួក text format ដែលមានដូចជា heading ឬក៏ជា paragraph និងយើងមកស្គាល់អំពី superscript and subscript ហើយយើងមកស្គាល់អំពីភាពខុសគ្នារវាង inline element ឬក៏ block element តើពីរនោះវាខុសគ្នារបៀបម៉េចខ្លះហើយយើងមកស្គាល់អំពី list ហើយក៏មកស្គាល់អំពី link ដែលយើងអាចឲ្យ user navigate ទៅកាន់ link ផ្សេងទៀតបានហើយនឹងយើងអាចមកស្គាល់អំពី image ដែលយើងអាច display ទៅកាន់ user បាននិង section ទី4គឺ advanced HTML element ដែលយើងមកស្គាល់អំពី table ដែលយើងអាចដាក់ data ចូលទៅក្នុង table នឹងបានហើយមកស្គាល់អំពី div and span និងចុងក្រោយគឺ form and input ដូចយើងអាចឲ្យ user input ដូច email ឬក៏ password អីបានអញ្ចឹងមុននឹងយើងចាប់ផ្ដើមចូលដល់ស្គាល់អំពី HTML ខ្ញុំចង់បញ្ចូលអំពី basic technology មួយចំនួនដែលគេយកមកប្រើដើម្បីធ្វើការបង្កើត website ចឹងនៅខាងឆ្វេងដៃដែលមានពណ៌ក្រហមនោះគឺជា HTML ដែលមានពាក្យពេចន៍ដោយ Hypertext Markup Language ដែលវាគឺជាគ្រោងឆ្អឹងនៃ website និងទី2គឺជា Cascading Style Sheet ដែលវាសម្រាប់ styling និងចុងក្រោយគេគឺជា JS ដែលមានពាក្យពេចន៍ដោយ JavaScript អញ្ចឹងដើម្បីឲ្យអ្នកនរគ្នាមានភាពងាយស្រួលយល់ជាងយល់កាន់តែច្បាស់ជាងហ្នឹងខ្ញុំមានជា simple website មួយដើម្បីបង្ហាញទៅអ្នកនរគ្នាអូខេអញ្ចឹងនៅពេលដែលយើងចូលមកកាន់ដល់ website មួយនេះដូចកន្លែងគឺយើងឃើញអាចបានថានៅពេលដែលយើងយក mouse របស់យើង hover ទៅលើ position មួយណា position មួយនោះវាចាប់ផ្ដើមព្រីកធំហើយ position ដែលយើងឲ្យបាន hover ហ្នឹងគឺវាចាប់ផ្ដើមព្រីកទូចកន្លែងហ្នឹងគឺខ្ញុំប្រើជា JS ដែលគេហៅថា JavaScript ហ្នឹងហើយចំពោះដែល tag ជាតាម tag ឬក៏ជា link ដែលយើងអាច click បានហ្នឹងអាហ្នឹងគឺជា HTML ហើយចំពោះ color ដែលវាយើងអាច display ជា image background ឬក៏យើងអាចសេរីអា box នេះឲ្យវាកាន់តែធំឬក៏ពេលយើង hover ទៅឲ្យវាមាន color ហ្នឹងគឺយើងប្រើ CSS ហើយឥឡូវខ្ញុំសាកចូលទៅកាន់ code នៅក្នុង website មួយហ្នឹងហើយខ្ញុំចាប់ផ្ដើមខ្ញុំសាកលុបកន្លែង JS ហ្នឹងចោលចង់ដឹងថានៅពេលដែលយើងលុប JS ហ្នឹងទៅ website មួយហ្នឹងវា click ទៅវាចេញអីទៀតអត់អូខេឥឡូវយើងចូលមកកាន់ website មួយហ្នឹងហើយនៅពេលដែលយើងអាចសង្កេតឃើញបានថានៅពេលដែលយើងយក mouse របស់យើងហូរទៅលើ position មួយណា position មួយនោះវាលែងព្រីកធំហ្មងពីព្រោះមានន័យថាមុនហ្នឹងគឺខ្ញុំបានcomment JS ហ្នឹងចោលបាត់ហើយអញ្ចឹងនៅក្នុង website មួយនេះឥឡូវវាលែងមាន JS ហើយបន្ទាប់មកខ្ញុំសាក comment CSS ចោលទៀតហើយចូលទៅកាន់ website ហ្នឹងវិញអូខេយើងឃើញថា website មួយហ្នឹងគឺវាបាត់ទាំង styling ដូចដែលយើងអាច display ជា background image បានឬក៏សេរីអា link នេះឲ្យវាទៅជាមាន box ដែលវាយើងអាច click បានឬក៏ hover ទៅវាចេញ color ហ្នឹងកន្លែងហ្នឹងគឺខ្ញុំប្រើជា CSS ហ្នឹងឥឡូវហ្នឹងគឺខ្ញុំបានលុបចោលកន្លែងហ្នឹងហើយអញ្ចឹងមានន័យថានៅក្នុង website មួយហ្នឹងឥឡូវហ្នឹងគឺវានៅសល់តែ HTML ធម្មតាអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានស្គាល់ពី basic technology មួយចំនួនដែលគេអាចយកមកប្រើនៅក្នុងការបង្កើត website បានអញ្ចឹង next step គឺយើងចង់បង្ហាញអំពីការតឡើង environment មួយចំនួនដែលយើងចាំបាច់ក្នុងការសរសេរ code អញ្ចឹង environment ដំបូងគេដែលយើងត្រូវការគឺ browser ដែលនៅក្នុងនេះគឺខ្ញុំប្រើជា Chrome តែអ្នកគ្នាឥឡូវហ្នឹងចូលទៅកាន់ browser មួយណាក៏បានដែរដែលវាមានជា Firefox ឬក៏ Safari ឬក៏អីដែលអ្នកគ្នាមានឥឡូវហ្នឹងហើយបើក new tab មកហើយវាយពាក្យថា Chrome download
តបមក click កន្លែង link ហ្នឹងមកនៅពេលដែលអ្នកគ្នា click កន្លែង link ហ្នឹងហើយវាបង្ហាញឃើញនៅកន្លែងនេះវាមានជា download Chrome ដោយសារតរបស់ខ្ញុំកន្លែង Mac នេះគឺវាមាន Chrome browser ស្រាប់ហើយអញ្ចឹងបើសិនជាអ្នកគ្នាអត់ទាន់មានអ្នកគ្នាអាច click កន្លែង download Chrome ហ្នឹងបានអញ្ចឹងនៅពេលដែលអ្នកគ្នា download ចប់អ្វីដែលយើងត្រូវតម្លើងមួយទៀតគឺ IDE environment ដែល IDE ហ្នឹងគឺសម្រាប់ឲ្យយើងសរសេរ code អញ្ចឹងយើង open new tab ហើយវាយពាក្យថា Visual Studio Code ឬក៏គេហៅពាក្យកាត់វា VS Code ដាក់ VS Code download បន្ទាប់មកហើយអ្នកគ្នា click កន្លែង link ខាងលើគេហ្នឹងមកនៅពេលដែលយើង click link ហ្នឹងហើយវាបង្ហាញឃើញបើសិនជាអ្នកគ្នាជា Windows user អ្នកគ្នា click កន្លែងខាងឆ្វេងដៃនេះតែបើសិនជាអ្នកគ្នាជា Mac user អ្នកគ្នា click កន្លែងខាងស្ដាំដៃនេះអញ្ចឹងបន្ទាប់ពីអ្នកគ្នាបាន download Visual Studio Code នឹងចប់អ្នកគ្នា pen កន្លែង application VS Code ហ្នឹងមកកន្លែងនេះខ្ញុំដាក់ជា full screen ឲ្យងាយស្រួលអ្នកគ្នាមើលពេលអ្នកគ្នាបានបើក VS Code ហ្នឹងហើយរូបរាងវាចេញបែបនេះហើយយើងមើលនៅខាងក្រោមគេដែលវាមានសោមួយហ្នឹងយើងចុចកន្លែងហ្នឹងមកហើយរកពាក្យថា extension អញ្ចឹង extension ដែលយើងត្រូវការនៅក្នុង VS Code ហ្នឹងទី1គឺ Live Server ដែល Live Server ហ្នឹងគឺឲ្យអ្នកគ្នាសរសេរ code ហើយ display ទៅកាន់ UI ដោយយើងអត់ចាំបាច់ reload ដល់ page ទេនៅពេលដែលយើងសរសេរ code កន្លែងណាចប់គឺកន្លែង browser ហ្នឹងគឺវា auto reload ឲ្យយើងយកមកអញ្ចឹងនៅពេលដែលអ្នកគ្នា click កន្លែង install ហ្នឹងហើយ extension ដែលយើងត្រូវការបន្ទាប់គឺ Matrix Icon ដែល Matrix Icon កន្លែងនេះគឺសម្រាប់ display icon នៅពេលដែលអ្នកគ្នាប្រើ technology មួយណាឧទាហរណ៍ថាបើសិនជាអ្នកគ្នាប្រើ JavaScript វា load icon JavaScript ឲ្យអ្នកគ្នាមើលឥឡូវខ្ញុំសាកឧទាហរណ៍នៅក្នុង website មួយមិញដែលខ្ញុំបង្ហាញទៅអ្នកគ្នាហ្នឹងដូចកន្លែងនេះអញ្ចឹងបើសិនជាខ្ញុំប្រើ HTML គឺវា display icon HTML ឲ្យនៅកន្លែងហ្នឹងបើសិនជា JavaScript ក៏វាមាន icon JavaScript របស់វាបើសិនជា CSS ក៏វាមាន icon CSS របស់វាអញ្ចឹង extension ដែលយើងត្រូវការបន្តមកទៀតហ្នឹងគឺ Prettier តែ Prettier ហ្នឹងគឺជា code format ដែលអាចធ្វើឲ្យ code របស់យើងមើលមក look clean ជាងមុននៅខាងលើគេនេះហើយអ្នកគ្នាចុចកន្លែង install ហ្នឹងមក Prettier ហ្នឹងឧទាហរណ៍ថានៅ code របស់ខ្ញុំកន្លែងនេះអញ្ចឹងនៅខាងនេះវាមានកន្លែង heading ហ្នឹងគឺខ្ញុំសរសេរយ៉ាងញ៉ៃវាចប់បន្ទាត់មកអញ្ចឹងទៅអញ្ចឹងបើសិនជាយើងគ្រាន់តែ Control S ឬក៏ Command S ពេល save វាមកវានឹង format ឲ្យយើងមើលមកស្រួលយល់ជាងមុនធ្វើឲ្យ code របស់យើងវា read មកវាងាយស្រួលមើលហើយវាអត់សូវញ៉ៃនៅក្នុង code របស់យើងអញ្ចឹង extension ដែលខ្ញុំប្រើឥឡូវហ្នឹងគឺវាមានជា theme មួយទៀតអ្នកគ្នាអាច download បានបើសិនជាអ្នកគ្នាចូលចិត្តអា theme នៅក្នុង IDE មួយហ្នឹងអញ្ចឹង theme ដែលខ្ញុំប្រើហ្នឹងគឺគេហៅថា One.Pro អ្នកគ្នាចុចកន្លែងខាងនេះមកដែលនៅខាង One.Pro ហ្នឹងពេល download ហើយអ្នកគ្នាបើសិនជាចង់បានដូចខ្ញុំគឺចុចកន្លែង set color theme ហ្នឹងមកបើខ្ញុំកន្លែងនេះគឺខ្ញុំប្រើ One.Pro Darker អញ្ចឹងបន្ទាប់ពីអ្នកគ្នាបាន set up environment ឬក៏ extension នៅក្នុង VS Code ហើយបន្តមកទៀតគឺយើងមកស្គាល់ពីអ្វីទៅជា structure HTML អ្វីទៅជា element ជា tag ឬក៏ជា attribute ដែលយើងមកស្គាល់ពួកហ្នឹងនៅពេលដែលយើងចាប់ផ្ដើមចូលទៅសរសេរ code លើកដំបូងអញ្ចឹង structure HTML ដែលគេហៅថាជា DOM HTML ហ្នឹងដំបូងគឺវាមានជា document ដែល document ហ្នឹងគឺជា page របស់យើងដែល element ដែលវាមានមុនគេហ្នឹងគឺ HTML element ដែល HTML element ហ្នឹងគឺវាអាចក្តោប element មួយចំនួនទៀតដូចជា head ហើយនិង body ដូចអ្នកគ្នាឃើញនៅខាងស្ដាំដៃអញ្ចឹងដែលនៅក្នុង head element ហ្នឹងក៏វាអាចបានក្តោប element មួយទៀតគេហៅថា title ដូចខាងនេះអញ្ចឹង head element គឺវាអាចក្តោបមាន title ចំពោះ body គឺវាអាចក្តោប element មួយចំនួនទៀតដែលអាចធ្វើឲ្យយើងសរសេរហើយយកទៅ display ទៅកាន់ UI ដើម្បីឲ្យ user បានឃើញ
ដែលវាមានជា div ដែលកន្លែង div ហ្នឹងគឺវាអាចក្តោប element ពពួក content ដូចជា paragraph ជា heading ឬក៏ជា order list អីចឹងទៅដែលយើងធ្វើដាក់ div ដើម្បីក្តោប element ពួកហ្នឹងដោយសារតែយើងងាយស្រួលពេលឧទាហរណ៍ថាបើសិនជាយើងគ្រប់ពួកហ្នឹងហើយជា div ហ្នឹងហើយនៅពេលដែលយើងចង់ថ្ងៃក្រោយយើង select element ហ្នឹងយើង select ទៅកន្លែង div ហ្នឹងមកគឺវា select បានទាំងអស់ element ហ្នឹងហើយដែលវាភាគច្រើនគេប្រើសម្រាប់styling អីវាងាយស្រួលហើយធ្វើឲ្យ code យើងវាមើលមក look clean ជាងមុនអញ្ចឹងបន្តមកទៀតគឺយើងមកស្គាល់ពីអ្វីទៅជា element អ្វីទៅជា tag ឬក៏ជា attribute អញ្ចឹងខ្ញុំនឹងយក example ក្នុង code របស់ខ្ញុំបញ្ចូលទៅអ្នកនរគ្នាដែលជាទូទៅ tag គឺវាបែងចែកចេញជាពីរភាគច្រើនដែលវាមានជា opening tag ហើយនិង closing tag ដែលនៅក្នុងនេះ h1 នេះក៏វាមានជា opening tag ហើយនិង closing tag ដែរដូចកន្លែងនេះអញ្ចឹងគឺ opening tag ហើយខាងក្រោយនេះគឺជា closing tag ដែលវាមាន slash នៅពីមុខហ្នឹងហើយចំពោះ opening tag ហើយនិង closing tag ប៉ុណ្ណឹងគេហៅវាបានជា element មួយហើយចំពោះ attribute វិញគឺជាការផ្ដល់ extra information ទៅកាន់ element មួយហ្នឹងបន្ថែមទៀតដូចកន្លែងនេះអញ្ចឹង attribute វាក៏មានពីរដែរវាមានជា attribute name ដែលវា accept the value ដែលគេហៅថា attribute value ហ្នឹងនៅក្នុង code របស់ខ្ញុំក៏វាមានជា attribute ដែរដូចកន្លែងនេះអញ្ចឹងវាមានជា attribute name ដែលគេហៅថាជា class ហើយបន្ទាប់មក attribute value ដែលគេហៅថាជា container ចំពោះកន្លែង a tag នេះក៏វាមានជា attribute ដែរដែលវាមានពីរ attribute វាមានកន្លែងនេះវាមានជា class ផងហើយវាមានជា href ផងដែលកន្លែង a tag ហ្នឹងគឺជា element មួយដែលយើងអាចឲ្យ user គាត់ click ទៅគាត់ navigate ទៅកាន់ link ផ្សេងទៀតបានអញ្ចឹងកន្លែងនេះខ្ញុំសាកឧទាហរណ៍ថាខ្ញុំចង់ឲ្យ user គាត់ពេលគាត់ click link ហ្នឹងទៅគាត់ navigate ទៅកាន់ Google អញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺខ្ញុំ the value វាគឺខ្ញុំសរសេរ input link ដែលខ្ញុំចង់ឲ្យគាត់ navigate គឺ Google អញ្ចឹងគឺយើងសរសេរ https www.google.com បន្ទាប់មកហើយយើងចូលទៅកាន់ browser យើង test មើលចង់ដឹងថានៅពេលដែលយើងចុចទៅវា navigate ទៅកាន់ Google ហ្នឹងអត់អញ្ចឹងខ្ញុំសាក click link ហ្នឹងដែលយើងបានសរសេរមុនហ្នឹងវា navigate ទៅកាន់ Google អញ្ចឹងកន្លែងនេះគឺជា attribute ដែលយើងអាចឲ្យ extra information ទៅកាន់ element មួយហ្នឹងបន្ថែមមកទៀតអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានស្គាល់ពី structure HTML មួយចំនួនឬក៏ជា tag ជា element ឬក៏ជា attribute ហើយឥឡូវយើងអាចចូលទៅកាន់សរសេរ code បានហើយអញ្ចឹងឥឡូវខ្ញុំសាក close window ចោលអស់សិនអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងអាចបង្កើត folder តន្ត្រីមួយសិនហើយកន្លែងហ្នឹងខ្ញុំឲ្យឈ្មោះវាជា HTML តមកហើយអ្នកគ្នាអាចទាញ folder ហ្នឹងចូលទៅកាន់ VS Code ហ្នឹងបានឬក៏វាមានវិធីម្យ៉ាងទៀតគឺអ្នកគ្នាអាចចូលទៅកាន់ VS Code ហ្នឹងសិនមកតមកហើយអ្នកគ្នាopen folder ហើយរក folder ដែលយើងតាមបង្កើតមុនហ្នឹងអូខេអញ្ចឹងនៅពេលដែលយើងបានទាញ folder ឬក៏បើក folder ដែលយើងមុននឹងបានបង្កើតហ្នឹងវាចេញរូបរាងបែបហ្នឹងបន្ទាប់មកហើយអ្នកគ្នាត្រូវបង្កើត file មួយដែលកន្លែងហ្នឹងខ្ញុំឲ្យ name វាជា index.html ចឹងទៅអ្នកគ្នានៅខាងមុខនេះអ្នកគ្នាអាចដាក់ឈ្មោះអីក៏បានដែរប៉ុន្តែចាប់ពី dot នេះទៅអ្នកគ្នាត្រូវដាក់ពាក្យជា HTML ដោយសារតែកន្លែងក្រោយ dot ហ្នឹងគឺចង់បញ្ជាក់ថា file ដែលអ្នកគ្នាកំពុងសរសេរឥឡូវហ្នឹងគឺជា HTML អញ្ចឹងឥឡូវខ្ញុំសាកសរសេរជា hello world សម្រាប់ test នៅក្នុង environment មួយហ្នឹងចង់ដឹងថាវាដើរអត់អញ្ចឹងអ្វីដែលយើងត្រូវ type ដំបូងគឺ .type HTML
ដែលកន្លែង .type HTML ហ្នឹងគឺចង់សំដៅទៅលើ file ដែលគ្នាកំពុងសរសេរឥឡូវហ្នឹងគឺសរសេរជា HTML បន្ទាប់មកហើយវាមានជា root element ដែលគេហៅថាជា HTML element ហ្នឹងដែលវាសម្រាប់ក្តោប element បន្ទាប់ពីវាមកទៀតដែលវាអាចនឹងមានជា head ឬក៏ជា body ដែលនៅក្នុងនេះដែរគឺឥឡូវវាមានជា head ដែលនៅក្នុង head element ហ្នឹងក៏វាអាចក្តោបជា element មួយទៀតដែលគេហៅថាជា title element ដែល title element នៅក្នុងនេះគឺយើងអាចសរសេរ text មួយចំនួនឥឡូវកន្លែងនេះខ្ញុំសរសេរជា hello world ចឹងទៅនៅពេលដែលយើង finish head element ហ្នឹងហើយនៅខាងក្រោម head element ហ្នឹងក៏វាមានជា element មួយទៀតដែលគេហៅថាជា body element ដែល body element ហ្នឹងគឺជាកន្លែងដែលយើង display content ដែលយើងអាចឲ្យ user គាត់បានឃើញឬក៏ display ទៅកាន់ UI ដែលយើងអាចសរសេរ text ឬក៏ជា form អីមួយចំនួនដែលយើងចង់ឲ្យ user គាត់បានឃើញអញ្ចឹងនៅកន្លែងនេះអញ្ចឹងខ្ញុំអាចតេស្តឥឡូវហ្នឹងខ្ញុំសរសេរតាម hello world សិនចង់ដឹងថា file ដែលយើងកំពុងសរសេរឥឡូវហ្នឹងគឺវាដើរអត់អញ្ចឹងអ្នកនរគ្នាអាច right click វាសិនមកហើយចូលពាក្យថា open with live server បន្ទាប់មកហើយវាចេញជា output បែបនេះដែលវាមានជា hello world ដែលយើងកំពុងសរសេរមុនហ្នឹងហើយវា display ទៅកាន់ browser ថា hello world អញ្ចឹងចំពោះកន្លែងនេះអ្នកនរគ្នាឃើញវាមាន hello world កន្លែងនេះអញ្ចឹងក៏ប៉ុន្តែកន្លែងនេះគឺជា title ខ្ញុំសាក change កន្លែង hello world ហ្នឹងទៅជាអីផ្សេងចង់ដឹងថាវា change ដូចអ្វីដែលយើងសរសេរអត់អញ្ចឹងកន្លែងនេះគឺខ្ញុំគ្រាន់តែដក clear time s ហ្នឹងហើយគ្រាន់ដក clear time s ហ្នឹងសិនហើយយើងទៅមើល browser យើងវិញគឺវាឃើញដក clear time s ហ្នឹងហើយដោយសារតែកន្លែងហ្នឹងគឺជា title ដែលយើងមុនហ្នឹងយើងបាន change វាគ្រាន់តែដក clear ហើយ time s ទេហើយចំពោះអ្នកនរគ្នាពេលមើលចូលមកដល់ឃើញ browser វា reload ឲ្យយើងស្រាប់ៗហ្នឹងគឺកន្លែងហ្នឹងគឺខ្ញុំបាន download extension ដែលគេហៅថាជា live server ដែលនៅខាងមុខវីដេអូហ្នឹងគឺខ្ញុំបានបង្ហាញទៅអ្នកនរគ្នាអញ្ចឹងបន្តមកទៀតគឺយើងមករៀនពី text format នៅក្នុង HTML អញ្ចឹងខ្ញុំយក screen នេះដាក់ចូលមួយ screen code របស់ខ្ញុំតែមួយពីព្រោះគិតថាឲ្យអ្នកគ្នាស្រួលមើលអូខេអញ្ចឹងយើងបង្កើត new file មួយហៅថា text format.html អញ្ចឹងដំបូងឡើយយើងមានជា .type html បន្ទាប់មកហើយយើងមានជា HTML element ដែលគេហៅថាជា root element ហ្នឹងដែលនៅក្នុង HTML element ហ្នឹងគឺក៏មាន attribute វាដែរដូចមានជា length ស្មើនៅក្នុង double quote នេះគឺ en ដែលបញ្ជាក់ថា HTML file ដែលយើងកំពុងសរសេរហ្នឹងគឺ read ជា English បន្ទាប់មកហើយក៏មានជា head element នៅក្នុង head ហ្នឹងក៏មានជា title element title របស់យើងខ្ញុំកន្លែងហ្នឹងខ្ញុំដាក់ជា text formatពេលយើងចប់ពី head element ហើយក៏មានជា body element ដែលកន្លែង body element ហ្នឹងគឺជាកន្លែងដែលយើងអាចសរសេរ content នៅក្នុងហ្នឹងបានអញ្ចឹង heading នៅក្នុង HTML element វាគឺ h1 ដែល h1 វាក៏មានជា opening tag ហើយនិង closing tag ដែលនៅក្នុង h1 element ហ្នឹងគឺយើងអាចសរសេរ text អ្វីក៏បានដែរនៅក្នុងហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំសរសេរវាជា heading 1បន្ទាប់មកហើយគឺយើង right click ហើយ open live server មកអូខេនេះគឺជា result នៅក្នុង browser ដែលយើងបានឃើញដែលយើងសរសេរ h1 ជា heading 1ហើយ text នៅក្នុងហ្នឹងគឺ heading 1បន្ទាប់មកនៅក្នុង heading HTML គឺវាមានរហូតដល់6ដែល heading 1គឺធំជាងគេបន្ទាប់មក heading 6គឺទូចជាងគេដែលវាបណ្ដេញគ្នាពីទូចទៅដល់ធំអញ្ចឹងខ្ញុំនឹងបង្ហាញទៅអ្នកនរគ្នាពី heading 1ទៅ heading 6អញ្ចឹងវាមានជា heading 2អ្នកគ្នាអាចប្រើ shortcut នៅក្នុងបានដោយយើងប្រើ control D ឬក៏ command D ដែលវា select នៅនឹង element ណាដែលដូចគ្នា
Đứng nào kiaឃើញអញ្ចឹងពេល select មួយវាចាប់ element ចាប់ tag មួយដល់ពេល select មួយទៀតវាចាប់ tag មួយទៀតអញ្ចឹងកន្លែងនេះគឺខ្ញុំដូរវាដាក់ h2 sorry h3 h3 h4 ឬក៏វាមាន shortcut មួយទៀតអ្នកនរគ្នាអត់ចាំបាច់ control C ឬក៏ control V ទេគឺអ្នកនរគ្នាអាច duplicate អា code ហ្នឹងបានដោយយើងប្រើ shift option ហើយ arrow down បន្ទាប់មកយើង change វាកន្លែង h4 នេះទៅជា h5 អូខេអញ្ចឹងនេះគឺជា heading នៅក្នុង HTML ដែលវាមានទាំងនឹង6ហ្នឹងដូចអ្នកគ្នាឃើញនៅ screen ខាងស្ដាំដៃអញ្ចឹងដែលវា heading 1គឺធំជាងគេបន្ទាប់មកវាបណ្ដេញទូចរហូតទៅដល់ heading 6ដែលវាទូចជាងគេអញ្ចឹងបន្ទាប់មកក៏វាមានជា paragraph ដែល paragraph នៅក្នុង HTML tag របស់វាគឺអក្សរ P ដែលមានទាំង opening tag និង closing tag អញ្ចឹងនៅក្នុង inside element ហ្នឹងក៏យើងអាចសរសេរបានជា text នៅក្នុងហ្នឹងដែលយើងចង់សរសេរដូចកន្លែងនេះអញ្ចឹងខ្ញុំសរសេរវាដាក់វាជា this is a paragraph បន្ទាប់មកក៏វាមានជា bold tag ដែលយើងអាចសរសេរបានតែនៅក្នុង bold tag HTML គឺអក្សរ B ហើយក៏មានជា underline ដែល underline នៅក្នុង HTML អក្សរ U អូខេនេះគឺជា result ដែលយើងសរសេរមកបន្ទាប់មុនហ្នឹងដែលមានជា paragraph ជា bold tag ហើយនិងជា underline ហើយនេះគឺជា result របស់យើងដែលវា show ទៅកាន់ browser អញ្ចឹងបន្តមកទៀតគឺយើងមករៀនពី superscript and subscript តើ superscript and subscript ហ្នឹងគឺជាអីគេអញ្ចឹង superscript and subscript ហ្នឹងគឺយើងអាចសរសេរបានថាsuperscript ហ្នឹងគឺយើងអាចសរសេរលេខឬក៏ text នៅខាងលើនេះបានដូចអ្នកគ្នាឃើញនៅក្នុងរូបអញ្ចឹងតែកន្លែងហ្នឹងយើងអាចនិយាយបានថាកន្លែងនេះលេខ2ហ្នឹងគឺជា grade ដែលយើងអាចសរសេរបានជា superscript តែបើសិនជា subscript ហ្នឹងគឺវាផ្ទុយពី superscript ដែល subscript ហ្នឹងគឺយើងអាចសរសេរលេខឬក៏ text នៅខាងក្រោមវិញតែ superscript នៅខាងលើដល់ពេល subscript នៅខាងក្រោមតែ subscript មានដូចជាលេខ6លេខ12ហើយនិងលេខ6អញ្ចឹងឥឡូវយើងសាកទៅបង្កើត new file ហើយ code វាចង់ដឹងថា superscript and subscript ហ្នឹងពេលសរសេរវាមិនខ្លះអូខេអញ្ចឹងខ្ញុំបង្កើត new file ឲ្យឈ្មោះវាថា super ឬក៏ subscript អញ្ចឹងឥឡូវខ្ញុំសុំទៅ copy នៅកន្លែង text format នេះពីព្រោះគិតថាកន្លែងយើងរៀប structure HTML ហ្នឹងគឺសុទ្ធតែដូចគ្នាអញ្ចឹងដើម្បីពន្លឿនក្នុងការអ្នកគ្នារៀនផងខ្ញុំសូម copy កន្លែងហ្នឹងហើយបន្ទាប់មកខ្ញុំលុបចោលអ្វីដែលនៅក្នុង body ដែលមានបន្ទាប់មកខ្ញុំ change នៅក្នុង title នេះដាក់វាថា superscript and subscript បន្ទាប់មកនៅក្នុង body នេះខ្ញុំសរសេរ h3 superscript subscript ហើយយើង line server វាមកអូខេឥឡូវខ្ញុំសរសេរ superscript and subscript គឺនៅក្នុង paragraph ប៉ុន្តែឥឡូវខ្ញុំសូមសរសេរជា superscript មុនដែល superscript នៅក្នុង paragraph គឺខ្ញុំចង់បានលេខ2នៅខាងលើ x ហ្នឹងដូចនៅក្នុងរូបមុនហ្នឹងខ្ញុំបង្ហាញទៅអ្នកនរគ្នាអញ្ចឹងយើងអាចសរសេរsuperscript tag លេខ2បន្ទាប់មកហើយវាមានជាបូក y ហើយខ្ញុំចង់បានលេខ2នៅខាងលើ y ហ្នឹងទៀត
ចឹងយើងអាចទៅសេ superscript ទៅដែរហើយលេខ2បន្ទាប់មកស្មើ set ហើយក៏ចង់បានលេខ2នៅខាងលើ set នឹងដែរចឹង superscript ទៅដែរលេខ2អូខេចឹងនេះគឺជា result ដែលយើងទៅសេបន្ទាប់មិញហ្នឹងដែល result របស់វាគឺ superscript ហ្នឹងគឺលេខ2បើសិនជាខ្ញុំ change លេខ2ហ្នឹងទៅជាលេខផ្សេងក៏វានៅខាងលើហ្នឹងដែរដូចលេខ3អញ្ចឹងក៏វានៅខាងលើហ្នឹងដូចអ្នកគ្នាឃើញអញ្ចឹងបន្ទាប់មក subscript វិញវាគ្រាន់តែបញ្ជាក់ពី superscript ដែលលេខវាគឺនៅខាងក្រោមវិញអញ្ចឹងកន្លែងនេះខ្ញុំសរសេរ C ដែលខ្ញុំចង់បានលេខវានៅខាងក្រោមអក្សរ C ហ្នឹងគឺ subscript ហើយលេខ6បន្ទាប់មកខ្ញុំចង់មានអក្សរ X ដែលខ្ញុំចង់បានលេខនៅខាងក្រោមវាគឺលេខ12បន្ទាប់មកហើយគឺខ្ញុំចង់បានអក្សរ O ដែលលេខនៅខាងក្រោមវាគឺលេខ6អូខេអញ្ចឹងនេះគឺជា result ចំពោះ subscript ដែល subscript ហ្នឹងគឺជាលេខខាងក្រោមដូចអ្នកគេឃើញអញ្ចឹងមានលេខ6លេខ12លេខ6ទៀតអញ្ចឹងបន្តមកទៀតគឺយកមកស្គាល់ពី inline element និង block element តើពីរហ្នឹងខុសគ្នារបៀបម៉េចខ្លះអញ្ចឹង inline element និង block element ដែលពីរហ្នឹងអ្នកធ្លាប់លើហ្នឹងដែល inline element គឺជា element ណាដែលយើងអាចទៅសេ element នៅក្នុងបន្តតែមួយបានដោយវាអត់ចាំបាច់ចុះបន្តទេដែលវានៅក្នុងបន្តតែមួយដោយវា include ទៅនឹង element ដូចជាពពួក span a tag ឬក៏ជា strong tag ជាដើមចំពោះ block element វិញគឺជា element ដែលវាផ្ទុយពី inline element ថងថា block element គឺជា element ដែលវា take the full width មានន័យថាយើងវាយកប្រវែងមួយជួរហ្នឹងវាយកប្រវែងទាំងអស់យកមកបើសិនជាមាន element ណាបន្តមកទៀតគឺវាត្រូវតែចុះបន្ទាត់បើសិនជាមិនថា inline ក៏ដោយឬក៏ block element ដោយគឺវាត្រូវតែចុះបន្ទាត់ដោយនៅក្នុង element ហ្នឹងគឺវាអាចនឹង include ទៅនឹងពពួកdiv paragraph ឬក៏ជា heading ដែលវាមាននឹងច្រើនវាមានច្រើនជាងនឹងទៀតអញ្ចឹង example ដូចនៅក្នុង website មួយនេះអញ្ចឹងដែល website មួយហ្នឹងគឺគេហៅថា W3 School ដែលជា website ដែលយើងអាចទៅក្លែកមើល document នៅក្នុងហ្នឹងបានដែលមាន technology ជាច្រើនវាមិនមែនមានតែត្រឹម HTML វាអាចមានដល់ CSS JavaScript SQL ឬក៏ជា Python នេះជាដើមដែលអ្នកនរគ្នាអាចចូលទៅ check មើលបានដោយគ្រាន់តែវាយ W3 School ឬក៏ click នៅ description នៅខាងវីដេអូខ្ញុំបានហើយខ្ញុំដាក់ link នៅខាងវីដេអូហ្នឹងអញ្ចឹងនៅក្នុងនេះ block element គឺវាមានច្រើនដូចអ្នកគ្នាបានឃើញអញ្ចឹងដែលអ្នកគ្នាអាចបើសិនជាចង់ទៅមើលបន្ថែមអ្នកគ្នាអាចចូលទៅមើល website ហ្នឹងបានដែលវាអាចប្រាប់ពីអ្នកគ្នាថា inline element និង block element វាមានអីគេខ្លះដូចកន្លែងនេះអញ្ចឹង block element គឺវាមានដូចមានជា article ឬក៏ជា address អីចឹងទៅអញ្ចឹងចំពោះ inline element វាក៏វាអាចព្រាយឲ្យអ្នកគ្នាមើលដែរដូចមាននៅក្នុងនេះអញ្ចឹងវាមានជា a tag អីចឹងទៅអញ្ចឹងខ្ញុំមាន example នៅកន្លែង code ឲ្យអ្នកគ្នាមើលខ្ញុំបង្កើត new file ហៅថា inline block element .html តោះមកខ្ញុំ copy កន្លែង structure HTML ហ្នឹងពីព្រោះខ្ញុំអត់ចង់ចំណាយពេលនៅក្នុងការសរសេរឡើងវិញដោយសារតែធ្វើអញ្ចឹងទៅព្រោះលឿនក្នុងការរៀនរបស់អ្នកនរគ្នាដែរហើយក៏ខ្ញុំលុបកន្លែង body ដែលមាននៅក្នុងហ្នឹងហើយខ្ញុំ change កន្លែង title ដាក់ inline and block elementតោះមកខ្ញុំដាក់ h1 inline element h1 block element ខ្ញុំ open readline server អូខេអញ្ចឹងកន្លែងនេះ inline element គឺវាមានដូចជា a tag ដែលយើងអាចសរសេរបានហើយនៅក្នុង a tag ក៏មានជា href attribute ដែរ
ហើយក្នុងនេះក៏ខ្ញុំអាចសរសេរជា tag មួយចំនួន this is a tag បន្ទាប់មកក៏វាអាចមានជា element inline ទៀតដូចតវាអាចមានជា span this is span tag ដូចអ្នកគ្នាឃើញអញ្ចឹងបើសិនជាវា span នេះមួយ a នេះ a tag នេះគឺជា inline វាប្រកាសជាវាបន្តគ្នារហូតដល់តែវាoff space បានវាចាប់ដើមចាប់បន្តខ្លួនឯងវាខុសពី block element ត្រង់ថា block element បើសិនជា element ហ្នឹងគឺជា block element គឺវា tag ជួរហ្នឹងទាំងអស់យកមកមានន័យថាបើសិនជាមាន element បន្តមកទៀតគឺវាត្រូវតែចាប់បន្ត example ដូចមានជា paragraph this is key tag បន្ទាប់មកបើសិនជាវាមាន tag ទៀតឧទាហរណ៍ថាដូច heading អញ្ចឹង heading ក៏ជា block element ដែរខ្ញុំដាក់ជា exec this is a tag ដូចអ្នកគ្នាឃើញអញ្ចឹងវាចាប់បន្តវាដូច inline element ដែរបើ inline element គឺវាបន្តរហូតនៅក្នុងបន្តទៅមួយប៉ុន្តែបើ block element គឺវាចាប់បន្តពេលដែលមាន element បន្តមកទៀតមិនថាជា inline ឬក៏ជា block element ទេប៉ុន្តែកន្លែងហ្នឹងក៏យើងអាច combine inline មួយ block element មួយគ្នាបានដោយយើងអាចសរសេរនៅខាង inside នៅក្នុង block element បានឧទាហរណ៍ថានៅក្នុងនេះខ្ញុំចង់ include មួយនឹង a tag ដែលជា a tag ហ្នឹងគឺជា inline element គឺអញ្ចឹងគឺយើងអាច include នៅក្នុង line តែមួយបានដែលយើងអាចសរសេរនៅក្នុង inside tag ហ្នឹងអញ្ចឹងកន្លែងហ្នឹងសរសេរ a tag include a tag អូខេដូចអ្នកគ្នាឃើញអញ្ចឹងកន្លែងនេះគឺវាអាច include ជាមួយនឹង inline element មួយ block element បានដោយយើងអាចសរសេរកន្លែង inline element ហ្នឹងគឺនៅក្នុងកន្លែង tag element opening tag របស់ block element ហ្នឹងបានអញ្ចឹងបន្តមកទៀតគឺយើងមករៀនពី list នៅក្នុង HTML ឥឡូវខ្ញុំបង្កើត new file មួយហៅថា list.html ហើយខ្ញុំទៅ copy នៅខាងនេះដែលយក structure HTML ហើយលុបអ្វីដែលមាននៅក្នុង body ចោលហើយខ្ញុំ change កន្លែង title នេះទៅជា list HTML ហើយ open with live server អូខេអញ្ចឹងនៅក្នុង list HTML គឺវាមាន3គឺទី1គឺ order list ទី2គឺ unorder list ហើយទី3 description list អញ្ចឹងខ្ញុំនឹងបង្ហាញមួយទៅអ្នកនរគ្នាអញ្ចឹងដំបូងគឺវាមានជា order list ដែល order list គឺ element វាគឺជា OL បន្ទាប់មកនៅក្នុង OL គឺវាមានជា list ដែលយើងអាច display បានអញ្ចឹង list ដែលយើងអាច display បានគឺនៅក្នុងហ្នឹងដែលយើងអាចបរិយានៅក្នុងហ្នឹងដោយ element វាគឺ li អញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងអាច list បានអញ្ចឹងកន្លែងនេះខ្ញុំអាចទៅ save វាជា first item and list មួយទៀតគឺ second item អញ្ចឹងទៅ and third item អូខេអញ្ចឹងនេះគឺជា order list នៅក្នុង HTML ដែលយើងអាច list វាបានដោយវាមានលេខរៀងឲ្យយើងរៀបពីលេខ1លេខ2លេខ3អញ្ចឹងទៅបើសិនជាវាមាន list ទៀតគឺវាបរិយាទៅតាមលេខរៀងឲ្យយើងអញ្ចឹងមាន list មួយទៀតគឺហៅថា unorder list unorder list គឺelement វាជា UL ដែល shortcut វាស្មើនឹង unorder list ហ្នឹងបន្ទាប់មកវាមាននៅក្នុងហ្នឹងជា element ដែលយើងអាច
សេរ text នៅក្នុងហ្នឹងបានដែលយើងចង់ display list អញ្ចឹងវាមានដូចគ្នាជា li ជា list ដែលយើងអាច display បាននៅក្នុងនេះខ្ញុំ display វាជាapple អញ្ចឹងទៅបន្ទាប់មកវាមានជាអីគេទៀតជា cherry ជា banana អញ្ចឹងទៅអញ្ចឹងនេះគឺជា unordered list នៅក្នុង HTML ដែល unordered list ហ្នឹងគឺយើងអត់មានព្រាយលេខដូច order list ទេវាមានតាមលំដាប់ទេវាមានតែត្រឹម dot ឲ្យយើងអ្នកគ្នាឃើញអញ្ចឹងតមកចុងក្រោយហ្នឹងគឺdescription list ដែល description list ហ្នឹងគឺវារៀងខុសគ្នាពី order list មួយ unorder list ដែល description list ហ្នឹងគឺយើងអាចប្រើពី element បានចាំខ្ញុំបង្ហាញទៅអ្នកនរគ្នាអញ្ចឹង description list គឺ element វាជា dl បន្ទាប់មកនៅក្នុងនេះគឺជា inside នៅក្នុង dl ហ្នឹងគឺជាអ្វីដែលយើងអាច list បានអញ្ចឹងនៅក្នុងនេះគឺវាមាន2មួយគឺ description term ដែល element វាគឺ dt អញ្ចឹងកាលនេះខ្ញុំសរសេរវាជា I latte អញ្ចឹងទៅបន្ទាប់មកវាមានមួយទៀតដែលយើងអាច display បានគឺយើងអាចបញ្ជាក់បានថា I latte ហ្នឹងវាជាប្រភេទអីគេអញ្ចឹងទៅរបៀបជា espresso with milk អញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺយើងអាចសរសេរបានដោយ description definition ដែលនៅក្នុង element វាគឺ dd អញ្ចឹងកន្លែងនេះគឺយើងអាចសរសេរបាន espresso with milk យើងអ្នកគ្នាឃើញអញ្ចឹងនៅកន្លែងនេះគឺជា description term បន្ទាប់មកគឺយើងអាចបញ្ជាក់បាន I latte ហ្នឹងជាអីអញ្ចឹងទៅតែកន្លែងហ្នឹងគឺជា description definition បើសិនជាយើងមានទៀតគឺយើងអាចសរសេរត្រាមកអញ្ចឹងមកគឺវា list មកដូចអ្នកនរគ្នាបានឃើញហើយចំពោះ order list គឺយើងអាចកន្លែងនេះគឺយើងអាច customize វាបានដូចកន្លែងនេះអញ្ចឹងបើសិនជាអ្នកគ្នាអត់ចង់ start ពីលេខ1ទេឬឧទាហរណ៍ថាចង់ start ពីលេខ2មកអញ្ចឹងកន្លែងនេះគឺយើងអាចសរសេរបានដោយយើងសរសេរនៅកន្លែង order list ហ្នឹងបន្ទាប់មកគឺយើងប្រើ attribute វាមួយគឺឈ្មោះថា start បន្ទាប់មក start គឺជាលេខដែលអ្នកនរគ្នាចង់ start ឧទាហរណ៍ថាលេខ2គឺវាចាប់ផ្ដើមពីលេខ2ឲ្យអ្នកគ្នាឃើញទេបើលេខ3វាចាប់ផ្ដើមពីលេខ3មកហើយក៏មានមួយទៀតឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាចង់ skip ម្លងម្លេករហូតឧទាហរណ៍ថាចង់បានលេខ2លេខ4លេខ6អញ្ចឹងទៅអញ្ចឹងកន្លែងនេះក៏អ្នកនរគ្នាអាច customize បានដែរឧទាហរណ៍ថានៅកន្លែង list ហ្នឹងគឺវាមាន attribute មួយគេហៅថា value បន្ទាប់មកគឺជាលេខដែលអ្នកនរគ្នាចង់ customize ឧទាហរណ៍ថា first item ហ្នឹងគឺខ្ញុំចង់ឲ្យលេខហ្នឹងទៅជាលេខអីផ្សេងឧទាហរណ៍ថាជាលេខ2អញ្ចឹងទៅអញ្ចឹងវានឹង show ទៅលេខ2ឲ្យអ្នកគ្នាបើសិនជាកន្លែងនេះខ្ញុំចង់ឲ្យវាទៅជាលេខ4ហើយម្លងលេខ3អញ្ចឹងយើងអាចស្រែបានគឺវាម្លងឲ្យអ្នកគ្នាលេខ2លេខ4បន្ទាប់មកព្រោះអ្នកគ្នាចង់បានលេខអត់ចង់បានលេខ5ទេតែចង់បានលេខ6គឺអ្នកគ្នាអាចសរសេរកន្លែងនេះជាលេខ6បានអូខេអញ្ចឹងទាំងអស់នេះគឺជា list នៅក្នុង HTML ដែលវាមាន3ហ្នឹងទី1គឺ order list ទី2គឺ unorder list ហើយទី3គឺ description list អញ្ចឹងបន្តមកទៀតគឺយើងមកនិយាយអំពី link ដែលយើងអាចឲ្យ user គាត់ click ទៅ navigate ទៅកាន់ link ផ្សេងទៀតបានឬក៏ image ដែលយើងអាច display ទៅកាន់ browser ឲ្យបានអញ្ចឹងឥឡូវខ្ញុំបង្កើតជា new file មួយហៅថា link image.html តោះមកយើង copy structure HTML មកហើយយើងលុបអ្វីដែលមាននៅក្នុង body តោះមកកន្លែង title ខ្ញុំ change ទៅជា link image HTML តោះមក h1 link image HTML តោះមកខ្ញុំ open with live server
អូខេចឹងឥឡូវហ្នឹងអ្នកនរគ្នាត្រូវការ image មួយដែលអ្នកនរគ្នាមានឬក៏អ្នកនរគ្នាអាចទាញពី browser របស់អ្នកនរគ្នាបានពី image អីក៏បានដែរដែលអ្នកនរគ្នាចង់ display ចឹងដូចកន្លែងនេះចឹងខ្ញុំបានទាញ image មួយនៅក្នុង browser ដែលអ្នកនរគ្នាអាចបើសិនជាចង់បានរូបហ្នឹងដែរអ្នកនរគ្នាអាចទាញពីនៅក្នុងវីដេអូរបស់ខ្ញុំបាននៅក្នុង description ហ្នឹងចឹងពេលយើងបាន image ហើយគឺយើងយក image ហ្នឹងដាក់ចូលនៅក្នុង folder របស់យើងអូខេកន្លែងនេះគឺជា image ដែលយើងបានទាញមុននឹងដាក់ចូលហ្នឹងចាំបន្តមកទៀតគឺយើងអាច display image ទៅកាន់ browser បានដោយយើងប្រើ element img ក្នុងនេះក៏មាន attribute មួយដែរដែលគេហៅថាជា source ដែល src ហ្នឹងដែលនៅក្នុង source នេះគឺជាកន្លែងដែលយើងអាចយក image ទៅ display បានតែកន្លែងនេះគឺវា point ទៅ image ដែលយើងចង់ display អញ្ចឹងកន្លែងនេះគឺយើងដាក់ dot slash ហើយ image ដែលយើងចង់ display គឺ coding នេះបន្ទាប់មកក៏វាមាន attribute មួយទៀតដែរដែលគេហៅថាជា alternative text ដែលកន្លែង attribute ហ្នឹងគឺចង់សំដៅទៅលើនៅពេលដែល image ហ្នឹងវាមានភាព error ឬក៏អត់អាច display បានគឺកន្លែង text ហ្នឹងគឺវានឹង show ជំនួសនៅក្នុង image ហ្នឹងហើយខ្ញុំដាក់ថាcoding image ឥឡូវខ្ញុំសាកលុបកន្លែងអក្សរនេះមួយចោលបើសិនជាយើងលុបមួយនឹងចោល image វាលែង display ពីព្រោះយើង point ខុសកន្លែង image អញ្ចឹងពេលយើង point ឈ្មោះ image ខុសគឺវាអត់ display image ហ្នឹងឯងអញ្ចឹងវាច្បាស់ជា display ក្នុង attribute ហ្នឹងដែល coding image ហ្នឹងជំនួសវិញអញ្ចឹងឥឡូវខ្ញុំ comment វាមកវិញអូខេអញ្ចឹងនៅក្នុងនេះដែរដូចអ្នកគ្នាឃើញអញ្ចឹង image វាមានទំហំធំដែលនៅក្នុង browser ហ្នឹងអញ្ចឹងអ្នកគ្នាអាចសេរីវាបានដោយយើងប្រើ attribute មួយទៀតគេហៅថា width ដែលយើងអាចសេរីបានដូច width អញ្ចឹងកន្លែងនេះខ្ញុំចង់បានត្រឹម200អញ្ចឹងវានឹង show ទៅកាន់ឲ្យអ្នកគ្នា width ត្រឹមប្រវែង200ហ្នឹងឯងបន្ទាប់មកក៏វាមានជា attribute មួយទៀតដែរដែលគេហៅថាជា link ដែលយើងអាចឲ្យ user គាត់ navigate ទៅកាន់ link ផ្សេងទៀតបានអញ្ចឹងកន្លែងនេះគឺខ្ញុំសរសេរនៅក្នុង paragraph ដែល text នៅក្នុងហ្នឹងគឺខ្ញុំសរសេរ this is an example of កន្លែងនេះគឺ spell link នៅក្នុង element HTML គឺ a tag ដែលនៅក្នុង a tag ហ្នឹងគឺកន្លែង opening tag របស់ a tag ហ្នឹងគឺយើងអាច accept attribute ដែលយើងអាចឲ្យ user គាត់ click ទៅ navigate ទៅកាន់ link ដែលយើងចង់ឲ្យគាត់ navigate ទៅអញ្ចឹងកន្លែង attribute វាគឺ href ដែលខ្ញុំចង់ឲ្យគាត់ navigate ទៅកាន់ W3 School អញ្ចឹងគឺយើងអាចវាយ link នៃ W3 School នឹងបាន https://www.w3school.com អូខេអញ្ចឹងវាច្បាស់ជា show ឲ្យថានេះគឺជាកន្លែងនេះគឺជា link ដែលយើងទៅសេមុនហ្នឹងដែល W3 School ហ្នឹងអញ្ចឹងនៅពេលដែលយើងសាក់ click នៅក្នុង link ហ្នឹងវាប្រកាសជា navigate ទៅកាន់ W3 School ហ្នឹងហើយឥឡូវខ្ញុំសាក់ navigate ទៅកាន់ link ហ្នឹងអូខេដូចអ្នកគ្នាឃើញអញ្ចឹងវា navigate ទៅកាន់ link ដែលយើងទៅសេនៅក្នុង attribute href មួយហ្នឹងអញ្ចឹងឥឡូវហ្នឹងគឺយើងទៅចាប់ផ្ដើមទៅរៀនអំពី table ដែលខ្ញុំបង្កើតជា new file មួយហៅថា table.html ហើយខ្ញុំ copy structure html មកហើយខ្ញុំលក់អ្វីដែលមាននៅក្នុង body ចោលបន្តមកនៅកន្លែង title នេះគឺខ្ញុំសរសេរវាជា table html h1 table html ហើយខ្ញុំ open with live server
ចឹង table HTML ហ្នឹងរូបរាងវាបែបម៉េចចឹង table HTML ហ្នឹងដូចជាមួយខ្ញុំបង្ហាញទៅអ្នកនរគ្នាវាជា table ដូចឧទាហរណ៍ជា Excel អញ្ចឹងវាស្តៀង Excel អញ្ចឹងដែលយើងអាច display វាតាម table បានដូចអ្នកនរគ្នាឃើញអញ្ចឹងដែលវាមានទម្រង់បែបនេះតែយើងអាច display វាទៅតាមផ្នែកមួយបានចឹងឥឡូវយើងសាកធ្វើវាមកចឹងគឺយើងអាចផល table element នៅក្នុង HTML បានដោយវាមានឈ្មោះជា table ចឹងយកមកដែល table ហ្នឹងគឺជា container ពពុះ element នៅក្នុង table ហ្នឹងដែលវាមានដូចជា table row table data អញ្ចឹងទៅអាហ្នឹងវាស្តៀងជាមួយនឹង list ដែលយើងរៀនពីមុនហ្នឹងដែល list ក៏វាមានជា container របស់វាដូចជា UL ឬក៏ OL order list អីចឹងទៅដែលមានជា order list ហ្នឹងគឺជា container ហើយបានយើងមានជា element បន្ទាប់មកទៀតដែលយើងចង់ list ហ្នឹងគឺជា li ហ្នឹងដែលយើងចង់ display អញ្ចឹងចំពោះនៅកន្លែងនេះគឺវាដូចគ្នាវាមានជា container របស់វាដែលគេហៅថាជា table បន្ទាប់មកវាមានជា table row ដែលយើងអាចចង់ display បានឧទាហរណ៍ថានៅក្នុងជួរtable row មួយជួរហ្នឹងគឺយើងចង់បានជាអីគេជា table head ឬក៏ជា table data បើសិនជា table head គឺមានន័យថា table head គឺវាអាចឧទាហរណ៍ដូចជាជា coffee អញ្ចឹង head របស់យើងគឺ coffee បន្ទាប់មកនៅក្នុង column coffee ហ្នឹងគឺយើងចង់បាន data ក្នុងcolumn ហ្នឹងដោយវាមានឧទាហរណ៍ដូចជា I latte ឬក៏ជា I americano អញ្ចឹងទៅអញ្ចឹងឥឡូវខ្ញុំសាក code ឲ្យអ្នកគ្នាមើលដោយ table row ឥឡូវគឺយើងអាចសរសេរវាជា table t head ដែលយើងចង់ display អញ្ចឹងកន្លែងនេះគឺខ្ញុំដាក់វាជា company បន្ទាប់មក table head មួយទៀតគឺជា contact មួយទៀតគឺជា country អញ្ចឹងបន្ទាប់មកគឺយើងបាន table head ដែលយើងមាន3ហ្នឹងវាមាន company contact ហើយនិង country អញ្ចឹងយើងមានជា head ហើយបន្ទាប់មកគឺយើងចង់ display data នៅក្នុង column មួយហ្នឹងឧទាហរណ៍ថា company data នៅក្នុង company column ហ្នឹងគឺវាមានអីគេខ្លះដល់ពេល contact វាមានអីគេខ្លះវាបរិយាចំមកក្រោមមកបើសិនជា country ក៏វាមានអីគេបរិយាចំមកក្រោមអញ្ចឹងគឺយើងអាច display បានដោយយើងប្រើ table row ដដែលបន្ទាប់មកគឺវាមានជា table data ដែលគេហៅថាជា TD ហ្នឹងអញ្ចឹងនៅក្នុង column company ហ្នឹង data ដែលយើងចង់ display អីគេ central company ហ្នឹងទៅបន្តមកទៀតគឺជួរនេះដដែល table head ហ្នឹង contact អញ្ចឹង contact ដែលយើងចង់ display data វាជាអីគេ contact វាអាចជាលេខគេអញ្ចឹងទៅអញ្ចឹងកន្លែងខ្ញុំ example 04876អញ្ចឹងទៅបន្ទាប់មកគឺវាយើងមើលទៅតាមជួរនេះជួរ table head ហ្នឹងគឺគេទៀតគឺ country អញ្ចឹង country ដែលយើងចង់ display គេអញ្ចឹងអាចសរសេរបានជា TD ដដែលគឺ country ដែលហ្នឹងគឺខ្ញុំសរសេរវាជា Cambodia អញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាឃើញអញ្ចឹងវាបើសិនជាយើងដាក់ table data ចូលទៅក្នុងហ្នឹងវានឹងចាប់ទៅតាម column ដែលយើងបានតែគេហៅថាជា T head ហ្នឹង company វាមានជាឈ្មោះ company របស់វាអញ្ចឹងទៅបើសិនជាវាមានទៀតវានឹងបរិយាទៅតាម table head ដែលយើង define នៅខាងលើឧទាហរណ៍ថាឥឡូវខ្ញុំសាក copy មកជួរហ្នឹងទៅទៀតដូចអ្នកគ្នាឃើញអញ្ចឹងវាបរិយាទៅតាម head ដែលយើងបាន define ហ្នឹងដូចអ្នកគ្នាឃើញអញ្ចឹងនៅកន្លែងនេះគឺអ្នកគ្នាអាចឃើញបានវារៀងមើលមកវាអត់សូវ logo អញ្ចឹងយើងអាច customize វាបានដោយយើងប្រើជា attribute នៅក្នុង table ហ្នឹងដែលនៅក្នុង attribute វាគឺ border ដែល border ហ្នឹងគឺយើងអាចដាក់ border ជុំវិញ table ហ្នឹងបានដូចអ្នកគ្នាឃើញអញ្ចឹងអញ្ចឹង border នៅកន្លែងនេះអ្នកគ្នាអាចសរសេរវាក្នុងនេះជាលេខបានបើសិនជាលេខវាកាន់តែធំ border វាកាន់តែក្រាស់បើលេខ2កាន់តែក្រាស់ដូចឧទាហរណ៍ខ្ញុំដាក់ដល់លេខ5វាកាន់តែក្រាស់ជាងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំដាក់លេខ1សិនបន្តមកទៀតគឺវាមានជា attribute មួយហៅថា cell padding
ដោយ cell padding ហ្នឹងគឺជា space ដែលនៅខាងក្នុងនេះបងប្អូនឃើញអញ្ចឹងស C នេះវាជាប់មួយ up border នេះយកមកដូច Y នេះក៏វាមានអារម្មណ៍ថាវាជាងគៀកគ្នាដែរអញ្ចឹងគឺយើងអាច cut វាបានដោយយើងប្រើ cell padding ឡើយហ្នឹងគឺខ្ញុំដាក់វាថា10អញ្ចឹងទៅវានឹងធ្វើឲ្យនៅកន្លែង data ឬក៏ជា table head ហ្នឹងវាមាន space between អញ្ចឹងបន្ទាប់មកគឺវាមានជាcell spacing ទៀតដែល cell spacing ហ្នឹងគឺចង់សំដៅទៅលើដូចឧទាហរណ៍អ្នកនរឃើញកន្លែងប្លោះនេះមួយអញ្ចឹងវាមានជា space អ្នកនរអាច remove វាបានដោយយើងប្រើដាក់ y លេខជាលេខ0វានឹង remove អាប្លោះហ្នឹងឯងបន្ទាប់មកខ្ញុំស្រេវាឲ្យវាអានេះ table ហ្នឹងវាទៅកណ្ដាលអញ្ចឹងដែលយើងប្រើ attribute មួយទៀតដែលគេហៅថាជា align center អញ្ចឹងវានឹងហុចទៅកណ្ដាលដូចអ្នកឃើញអញ្ចឹងប្រវែងគឺខ្ញុំចង់បាន80% នៃ parent element វាអញ្ចឹងទៅអូខេអញ្ចឹងនេះគឺជា attribute ដែលយើងអាច customize វាបាននៅក្នុង table element ហ្នឹងបើសិនជាជាក់ស្ដែងហ្មងគឺយើងអាច styling វារៀងស្រួលជាងហ្នឹងដែលនៅក្នុង CSS បានប៉ុន្តែ right now គឺយើងអត់ទាន់ដល់ CSS អញ្ចឹងគឺយើងប្រើជា attribute វាសិនអញ្ចឹងឥឡូវគឺយើងមកយល់ដឹងអំពី div element និង span element ដែលឧទាហរណ៍នៅក្នុងនេះអញ្ចឹងដែល div element ហ្នឹងគឺវាគឺ division ដែលយើងអាចគ្រប់វាពី element ផ្សេងៗនៅក្នុងហ្នឹងទៀតបានដោយយើងប្រើ div បន្ទាប់មកគឺយើងអាចយក element ទាំងអស់ហ្នឹងយកដាក់ក្តោបចូលនៅក្នុង div បានដោយគេធ្វើអញ្ចឹងភាគច្រើនគឺនៅវាងាយស្រួលពេលយើង styling ហើយនៅពេលខ្លះគឺយើងប្រើ JavaScript ឯងក៏វាស្រួលចាប់ element ដែរដែលកន្លែង div ហ្នឹងភាគច្រើនគឺគេឲ្យជា attribute មួយដែលឲ្យពាក្យថា class ហើយឧទាហរណ៍ class វាគឺគេដាក់ឈ្មោះវាជា container អីចឹងទៅអញ្ចឹងនៅពេលដែលគេចាប់ element ហ្នឹងដើម្បី styling គឺគេចាប់រហូតតែឈ្មោះ class container ហ្នឹងមួយគឺគេអាច styling ម្ដុំនឹងបានដោយគេអត់ចាំបាច់ select មួយ element មួយហើយចំពោះ span វិញគឺយើងអាចគ្រប់វាជា small បានដោយមានន័យថាឧទាហរណ៍ថាពេលខ្លះគឺយើងចង់ styling តើ span keyword ហ្នឹងឯងអញ្ចឹងវាមានវិធីមួយគឺយើងអាចយើងយក element span ហ្នឹងមួយបន្ទាប់មកហើយគឺយើងយកអា keyword ដែលយើងចង់ styling ហ្នឹងគឺយើងយកមកដាក់ចូលក្នុងនេះមកដល់ពេលថ្ងៃក្រោយពេលយើង styling គឺវា styling តែ span ហ្នឹងមួយអញ្ចឹង example ថ្ងៃនេះគឺខ្ញុំ styling វាអញ្ចឹងកន្លែងនេះអ្នកនរមិនต้องខ្វល់ដោយសារតែកន្លែងនេះខ្ញុំគ្រាន់តែប្រាប់អ្នកនរថៃបានគេប្រើ span element ថៃបានគេប្រើ div element អញ្ចឹងឧទាហរណ៍ថាកន្លែងនេះគឺខ្ញុំចាប់យក class វាមានឈ្មោះថា span ដែល span នេះគឺជា class ឥឡូវខ្ញុំដាក់ឈ្មោះកន្លែងនេះគឺជាអូខេឥឡូវខ្ញុំដាក់ឈ្មោះកន្លែងនេះគឺជា class មួយដែលឲ្យឈ្មោះថាជា span អញ្ចឹងនៅពេលដែលខ្ញុំចាប់អា span keyword នេះដែលចង់ display នេះគឺចាប់យកទៅ class ឈ្មោះ class ហ្នឹងទៅបានហើយដែលឈ្មោះ class របស់វាគឺ span អញ្ចឹងឥឡូវគឺខ្ញុំ styling វាដាក់ឲ្យវាទៅជា background color ទៅជាពណ៌ក្រហមឥឡូវយើងសាក open with live server ដូចអ្នកគ្នាគឺអញ្ចឹងនៅពេលដែលយើង styling គឺយើង styling ចង់ styling ទៅ span ហ្នឹងគឺវា styling ទៅ span ហ្នឹងឲ្យយើងដោយយើងប្រើ element មួយគេហៅឈ្មោះថា span ហើយយើងឲ្យ class វាហើយចំពោះ div ក៏ដូចគ្នាដែរឧទាហរណ៍បើអ្នកគ្នាចង់ styling ម្ដងចង់បាន background ហ្នឹងគឺវាឲ្យ apply ទៅនឹង element ទាំងអស់នេះយកមកអញ្ចឹងអ្នកគ្នាអាច styling បានដែលឲ្យឈ្មោះវា class វាដែលយើងហៅជា container ហ្នឹងបន្ទាប់មកហើយអ្នកគ្នាឧទាហរណ៍ចង់បានជា background color ហ្នឹងជាអីគេជាពណ៌ blue អញ្ចឹងវាច្បាស់ជា apply ទៅនឹង element ទាំងអស់ហ្នឹងដែលមាន background ជា blue ហ្នឹងឯងពីព្រោះកន្លែង class នេះគឺជា class ដែលយើងឲ្យឈ្មោះនៅខាងនេះដែលឈ្មោះថា container ហើយ class ហ្នឹងគឺវា depend ទៅលើឈ្មោះដែលអ្នកគ្នាហៅឧទាហរណ៍បើឡើងនេះ container អ្នកគ្នា time s អញ្ចឹងអ្នកគ្នាកន្លែងនេះក៏ត្រូវ time s ដែរបើសិនជាអ្នកគ្នា time s ទៅអាឈ្មោះនេះមកឈ្មោះនេះវា mismatch គ្នាអញ្ចឹងក៏វាអត់ styling ដែរ
ចឹងឈ្មោះនេះគឺវា depend លើអ្នកគ្នាឲ្យអ្នកគ្នាឲ្យឈ្មោះអីក៏បានដែរចឹងបន្តមកទៀតគឺយើងមករៀនអំពី form ដែលគេអាចឲ្យ user input បានដែលវាមានដូចជា username ឬក៏ password អីយ៉ាងទៅចឹងឥឡូវខ្ញុំបង្កើតfile មួយទៀតដែលគេហៅឈ្មោះថា form.html ចឹងបន្តមកទៀតគឺអ្នកគ្នាអាចទៅសេ structure HTML បានដែលយើង copy ឬក៏វាមានវិធីមួយទៀតដែលអ្នកគ្នាអាចប្រើគឺយើងគ្រាន់តែ shift ហើយកន្លែងសញ្ញាឧទានហ្នឹងមកតមកអ្នកគ្នា enter កន្លែងសញ្ញាឧទានហ្នឹងមកវាបង្ហាញ structure ឲ្យអ្នកគ្នាដែល structure HTML ហ្នឹងវាមាន2ដែលវាបន្ថែមឲ្យដែលកន្លែងទី1នេះគឺចង់បញ្ជាក់ថាវា allow ឲ្យអ្នកគ្នា use នៅ special character ឬក៏ជា emoji ផ្សេងឬក៏មួយទៀតគឺជា font ដែលមានដូចជា font ខ្មែរឬក៏ជា font ចិនអីចឹងទៅដែលវាអាច allow ឲ្យអ្នកគ្នា display បានហើយចំពោះ row ទី2នេះគឺចង់ន័យថាគឺចង់ឲ្យអ្នកគ្នាអាចឲ្យអា screen browser ហ្នឹងវា match ទៅនឹង screen device របស់អ្នកគ្នាដែលកំពុងប្រើហ្នឹងហើយចំពោះអា scale 1នេះគឺមានន័យថា no more size ន័យថា 100%អញ្ចឹងនៅពេលដែលអ្នកគ្នាបើក screen browser របស់អ្នកគ្នាគឺវាកន្លែង screen នេះគឺវាមិនមែនថា80%ឬក៏90%គឺវា no more size គឺ 100% នៅពេលដែលអ្នកគ្នាបើកអូខេអញ្ចឹងអ្នកគ្នាអាចប្រើ shortcut នេះបានដោយយើងចូលទៅកន្លែង setting ហើយយើងចូលទៅកាន់ setting មកហើយយើងវាយពាក្យថា image ដែល image នេះអ្នកគ្នា select កន្លែង image ហ្នឹងមកហើយអ្នកគ្នា enable នៅកន្លែងនេះមក trigger កន្លែង trigger ហ្នឹងមកឬក៏មានមួយទៀតគឺអ្នកគ្នាអាចចូលទៅកាន់ setting វាមកហ្មងដោយវាប្រើ command shift p ឬក៏ window control shift p បន្ទាប់មកអ្នកគ្នាវាយពាក្យ setting ហើយ select កន្លែង preference ហ្នឹងមក and យើងហៅពាក្យ image ហើយអ្នកគ្នាវាយមកបន្ទាត់ហ្នឹងចូលទៅក្នុង setting របស់អ្នកគ្នាមកហើយអ្នកគ្នាអាចប្រើអា shortcut ដែលយើងប្រើសញ្ញាឧទាននឹងបានហើយអញ្ចឹងឥឡូវគឺយើង back ទៅលើ form HTML របស់យើងវិញបន្ទាប់មកកន្លែង title ហ្នឹងខ្ញុំ change ទៅជា form HTML ហើយខ្ញុំដាក់វាជា h1 form HTML ហើយ h2 ជា user registration form ហើយ open with live server មកអូខេអញ្ចឹង form ក៏ដូចគ្នាទៅនឹងពពួក table ដែរដែលវាមានជា container ដែលវាឲ្យជា element ជា form តមកហើយគឺយើងមានជា element input ដែលយើងចង់ឲ្យ user គាត់ input ចូលតមកវាក៏មានជា attribute មួយដែរដែលគេហៅថាជា type ហ្នឹងដែល type ហ្នឹងគឺជា attribute ដែលយើងអាចបញ្ជាក់បានថា input ដែលយើងចង់ឲ្យ user គាត់ input ហ្នឹងជា type ជាអីគេជា password ឬក៏ធម្មជា text ធម្មតាអញ្ចឹងដូចអ្នកគ្នាឃើញអញ្ចឹងវាមាន list ច្រើនមែនតើដែលយើងអាចប្រើបានអញ្ចឹងកាលនេះគឺខ្ញុំប្រើជា text ដែលខ្ញុំចង់ឲ្យគាត់ពេញហ្នឹងគឺជា username ដូចអ្នកគ្នាឃើញអញ្ចឹង result ចេញមកគឺវាមាន input ដែលអាចឲ្យ user គាត់ input បានហើយក៏វាមានជា label element ដែរហើយកន្លែង label element ហ្នឹងគឺអាចឲ្យ user គាត់ឃើញថា input ហ្នឹងគឺជា input ជា username ឬក៏ជា password អីចឹងទៅអញ្ចឹង label របស់ input ហ្នឹងគឺជា username ហើយចំពោះ label ហ្នឹងក៏យើងអាចប្រើ attribute មួយដែរដែលគេហៅថាជា for តែកន្លែង for ហ្នឹងគឺយើងប្រើដើម្បីអីកន្លែង for ហ្នឹងគឺយើងអាចប្រើឧទាហរណ៍ថាកន្លែងនេះគឺខ្ញុំប្រើ attribute for ហើយចំពោះ input គឺខ្ញុំប្រើជា attribute មួយដែលគេហៅថាជា ID ហើយ username អញ្ចឹងនៅពេលដែលយើងប្រើ attribute for មួយ ID
ពីរហ្នឹងនៅពេលដែលវា match គ្នាទៅនឹងឈ្មោះដូចគ្នាគឺ user នៅពេលដែលគាត់គ្រាន់តែ click label ហ្នឹងទៅវា focus ទៅលើ input ហ្នឹងយកមកជាមួយខ្ញុំសាកចុចកន្លែង label ហ្នឹងឃើញថាវា focus ទៅលើ input ហ្នឹងយកមកដូចអ្នកគ្នាឃើញអញ្ចឹងពីព្រោះដោយសារតែ attribute ដែលយើងប្រើហ្នឹងមាន for ដែលវាឲ្យឈ្មោះថា username ហើយចំពោះ input គឺ ID ដែលវាមានឈ្មោះដូចគ្នាដែលហៅថា username បើសិនជា ID មួយ for នេះវាឈ្មោះវាខុសគ្នាក៏វាអត់ focus ដែរមើលខ្ញុំថែមកន្លែងហ្នឹងទៅជា time s ហើយខ្ញុំសាក click វាកន្លែងហ្នឹងម្ដងទៀតឃើញថាវាអត់ focus ដូចមុនហ្នឹងឯងដោយសារតែ name ហ្នឹងគឺយើង mismatch គ្នាហើយអញ្ចឹងឥឡូវខ្ញុំលុបចោលវិញអញ្ចឹង input គឺវាមានច្រើនឥឡូវខ្ញុំសាកឧទាហរណ៍ input ខ្លះទៅឲ្យអ្នកគ្នាមើលវាមានឧទាហរណ៍ជា password password and ចំពោះ type របស់វាគឺ password បើសិនជាយើងដាក់ text user គាត់អាច input នៅទៅជា text ធម្មតាអញ្ចឹងបើសិនជា password ហ្នឹងគឺវាមាន type របស់វាដែរដូចអ្នកគ្នាឃើញអញ្ចឹងគឺ type វាជា password ហើយវាក៏មានជា type វាជា email ដែរ email អញ្ចឹង type email ហ្នឹងគឺមិន type email ហ្នឹងគឺមានន័យថាអ្នកគ្នាអាចវាយបើសិនជាអ្នកគ្នាវាយត្រឹម username អីចឹងគឺវាអត់បានទេវាថានៅក្នុង form ហ្នឹងទោះតែអ្នកគ្នាមាន add នៅខាងមុខចេះបានវាអាចចាប់បានថាវាគឺជា email standard ចឹងយកមកកន្លែងហ្នឹងគឺខ្ញុំអាចបង្ហាញបាននៅពេលដែលយើងអាចនឹង submit អីចឹងទៅចឹងអ្នកគ្នាឃើញកន្លែងនេះគឺវារៀងអត់ចោះបន្ទាត់អីរបៀបវា take space ដែលយើងគេហៅថាជា inline element ហ្នឹងដែលវា take space នៅពេលដែលវាអត់ space វាចាប់ដល់ចោលបន្តខ្លួនឯងអញ្ចឹងកន្លែងហ្នឹងគឺយើងអាច break វាបានដែរតែយើងប្រើ element មួយគេហៅថា br ហ្នឹងពេលអ្នកគ្នាដាក់ break ទៅវាចាប់ដល់ចោលបន្តអ្នកគ្នាអញ្ចឹងកន្លែងនេះក៏ខ្ញុំដាក់ថា break ដែរកន្លែងនេះក៏ break ដែរឲ្យអ្នកគ្នាស្រួលមើលអញ្ចឹងបន្តមកទៀតក៏វាមានជា input មួយទៀតដែលគេហៅថាជា checkbox អញ្ចឹងកន្លែងនេះគឺខ្ញុំឲ្យឈ្មោះវាជា subscribe បន្តមកហើយកន្លែងនេះគឺ subscribe to newsletter ហើយចំពោះ input គឺរបស់វាគឺ subscribe ហើយ type របស់វាគឺ checkbox អញ្ចឹងអ្នកនរឃើញអញ្ចឹងគឺកន្លែងនេះគឺមានជា checkbox ដែលយើងអាចឲ្យ user គាត់ check បានឬក៏ uncheck អញ្ចឹងទៅហើយក៏វាមានជា input ដូចជា radio ចាំខ្ញុំបង្ហាញទៅអ្នកនរគ្នាកន្លែង label នេះគឺខ្ញុំដាក់វាជា gender តមក type កន្លែងនេះគឺខ្ញុំដាក់វាជា radio label នេះជា gender ដូចអ្នកគ្នាឃើញអញ្ចឹង input របស់វាក៏មានជា radio បើសិនជាយើង click កន្លែង gender ហ្នឹងទៅក៏វា select ឲ្យអ្នកគ្នាភ្លាមដោយសារតែកន្លែងឈ្មោះ ID នេះមួយឈ្មោះ for នេះគឺវា match ដូចគ្នាអញ្ចឹងបានវា select ឲ្យអ្នកគ្នាដូច subscribe នេះក៏ដូចគ្នាដូចអ្នកគ្នាឃើញអញ្ចឹងពេលខ្ញុំគ្រាន់តែចុចទៅ label ក៏វា tick ឲ្យអ្នកគ្នាហ
ហើយបន្តមកទៀតក៏វាមានជា input មួយទៀតដែរដែលគេហៅឈ្មោះវាជា range ហ្នឹងដែលយើងអាច select បានអញ្ចឹងកន្លែង label នេះគឺខ្ញុំដាក់វាជា experience ហើយ type របស់វាគឺ range ហើយ range ហ្នឹងគឺអ្នកគ្នាអាចឲ្យ user គាត់select នៅ range experience របស់គាត់បានដូចអ្នកគ្នាឃើញអញ្ចឹងហើយចំពោះហ្នឹងក៏យើងអាច customize វាបានដែរដែលយើងផល attribute មួយដែលគេថាវាឈ្មោះថាជា min បន្ទាប់មកកន្លែង min នេះគឺខ្ញុំឲ្យវាចាប់ពីលេខ1ទៅបន្ទាប់មក max គឺធំលេខ5អញ្ចឹងនេះគឺជា input នៅក្នុង range បន្ទាប់មកហើយក៏វាមានជាកន្លែង select option ណាដែលយើងអាចឲ្យ user គាត់ select option បានអញ្ចឹងកន្លែងនេះគឺខ្ញុំឲ្យវាជា label ជា label country បន្ទាប់មកហើយកន្លែងនេះខ្ញុំដាក់វា for country ហើយបន្ទាប់មកនៅក្នុងនេះក៏យើងអាចelement មួយទៀតដែលគេហៅថាជា select ហ្នឹងហើយនៅក្នុង select នេះក៏យើងអាចឲ្យវា match មួយ label បានឲ្យឈ្មោះថាជា ID attribute ហើយឈ្មោះដែលយើងដាក់នៅក្នុង label ហ្នឹងឲ្យវាត្រូវគ្នាបន្ទាប់មកក៏វាមានជា option element ហើយកន្លែងនេះគឺខ្ញុំដាក់វា select your country បន្ទាប់មកហើយកន្លែង option នេះគឺខ្ញុំបរិយាយវាសិនឲ្យស្រួលអ្នកគ្នាមើលកន្លែងនេះខ្ញុំដាក់វាជាជា USA យ៉ាងទៅ USA ជា Cambodia ជា Cambodia កន្លែងនេះខ្ញុំ copy ឲ្យវាត្រាយហ្នឹងមកអញ្ចឹងឥឡូវយើងសាកទៅមើលកន្លែង select option របស់យើងមកពីកន្លែងនេះយើង miss វាអញ្ចឹងមកវា blank អញ្ចឹងយើងសាកទៅមើលកន្លែង option គឺឃើញថាវាបរិយាយទៅនឹងoption ដែលយើងបានដាក់ចូលនៅក្នុង code របស់យើងហ្នឹងដែលវាមាន5ហ្នឹងដូចអ្នកគ្នាឃើញអញ្ចឹងកន្លែង code របស់យើងនេះដែលវា show កន្លែងនេះជា result របស់យើងអញ្ចឹងទាំងអស់ហ្នឹងគឺជា form ដែលយើងអាចផលនៅពេលថ្ងៃក្រោយបាននៅពេលដែលយើងចង់ឲ្យ user គាត់ input នៅ information ណាដែលយើងចង់ឲ្យ user គាត់ input ហើយនៅក្នុងនេះក៏វាមានជាelement មួយទៀតដែលគេហៅថាជា button ដែរដែលយើងអាចឲ្យ user គាត់ submit អីបានដែលកន្លែងហ្នឹងគឺយើងប្រើ type submit អីយ៉ាងទៅហើយ submit ដាក់ submit ចឹងមកតែគ្រាន់តែកន្លែងនេះយើង submit ទៅវាចេញអីដោយសារតែកន្លែង button នេះយើងគ្រាន់តែជា element មួយទៅទេដែលវាមានអត់មាន action អីអត់មាន logic អីទេអញ្ចឹងបើសិនជាយើងចង់ឲ្យ button ហ្នឹងមាន logic ឬក៏ action អីគឺយើងត្រូវប្រើជា JavaScript អីអញ្ចឹងគ្រាន់តែកន្លែងនេះគឺយើងមិនតាន់ខ្វល់ទេយើងគ្រាន់តែមកស្គាល់ពី element មួយចំនួនដែលអាចឲ្យ user គាត់ input បានចំពោះ JavaScript អីគឺខ្ញុំនឹងបង្រៀនទៅមុខវីដេអូទៀតដែលអ្នកគ្នាអាច follow តាមខ្ញុំបានតែចំពោះកន្លែងនេះគឺជា course HTML ដែលយើងមិនតាន់ focus ទៅលើ JavaScript ទេអញ្ចឹង HTML course ហ្នឹងត្រូវបានបញ្ចប់ហើយដោយយើងបានរៀនអំពី element មួយចំនួនដែលយើងអាចយកមកប្រើនៅក្នុង HTML បានហើយ next step គឺយើងអាចចូលទៅកាន់ CSS course បាន
ដែល CSS course គឺសម្រាប់យើង styling នៅលើ HTML អញ្ចឹងអ្នកនរគ្នាអាចចូលទៅ check មើលវីដេអូខ្ញុំបានតែខ្ញុំក៏មានជា CSS course ដែរហើយក៏ខ្ញុំបានដាក់ link នៅក្នុង description ដែរ